អនុញ្ញាតគ្រប់ជំរាបសួរវត្តមានបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំក្លុករួមជាមួយក្រុមការងារតាមបន្តផ្នែក QI បានមានវត្តមាននៅក្នុងខេត្តបាត់ដំបងស្រុកសំពៅលូនជំរាបសួរអ្នកគ្រូចាជំរាបសួរបងបាទអ្នកគ្រូគឺគាត់ជាមុខរបរហ្នឹងជាគ្រូបង្រៀនណាគ្រូចាគ្រូបង្រៀនសាលាណាអ្នកគ្រូសាលាសន្តិភាពទល់មុខនេះបាទធម្មសិក្សាឬក៏ធម្មសិក្សាបាទធម្មសិក្សាសន្តិភាពអ្នកគ្រូគាត់បានប្រើប្រាស់ជាមួយឆ្នាំបន្តផ្នែក QI របស់យើងទទួលបានលទ្ធផលល្អហើយបន្ទាប់មកក៏គាត់បានជឿជាក់ទៅលើគុណភាពឆ្នាំ QI ហើយគាត់បានកាត់លទ្ធផលឆ្នាំបន្តផ្នែកយកមកលក់ក៏ដូចជាចែកចាយទៅដល់ពុកម៉ែបងប្អូនដែលមានបញ្ហាផ្នែកកន្ទុយថ្លែនផ្នែកឡើងកាហាយក្រហមហូរទឹកភ្នែកមញោកមិនផ្នែកឡានបាយជាពិសេសផងដែរមែនទេគ្រូចាបងចុះចង់ជំរាបសួរគ្រូតាចេះថាពីដំបូងនេះគ្រូកាត់អីដែរនេះខ្ញុំពីមុនវាមានបញ្ហាហើមស្ពឹកពេលក្រោកពីព្រលឹមឡើងដឹងតែហើមស្ពឹកហើយដូចពិបាកមើលចាពិបាកមើលហើយយ៉ាងទៀតស្អិតដូចមានអាចភ្នែកជាប់ចឹងណាតាមពិតអត់មានទេហើយយើងចេះញីសាញីនិយាយទៅវាមានអារម្មណ៍ថាឲ្យយើងនឹងចង់តែញីភ្នែកដោយសារវាស្អិតវាបាំងចឹងប្រហែលឆ្នាំណាគ្រូកាត់ចូលជា2ឆ្នាំដែរ2ឆ្នាំចា2ឆ្នាំចូលរយៈពេល2ឆ្នាំគ្រូកាត់ជំងឺនឹងមកតើគ្រូធ្លាប់ប្រើផលិតផលផ្សេងខុសពី QI ដែរអត់ធ្លាប់ប្រើទេអត់ទេណាហេតុអីមកប្រើដោយសារគិតថាអត់តន់ជឿលើផលិតផលគិតថាប្រើទៅក្រៃលោវាមានបញ្ហាជាងមុនហើយយ៉ាងទៀតយើងក៏បានទៅជួបភ្នែកជួបពេទ្យភ្នែកពេទ្យអីចឹងណាចាគាត់ថាពីមុនយើងធ្លាប់បកភ្នែកគេហៅថាដុតអកុលដុតអីតាមពេទ្យគេថាយើងកើតជំងឺអីផ្សេងហ្នឹងយើងធ្លាប់ដុតអកុលដុតអីទៅយើងប្រើថ្នាំពេទ្យផ្សេងតែវាយូរហើយពីមុនហ្នឹងណាចឹងគ្រូចាំបន្ទាប់ពីគ្រូប្រើ QI បានរយៈពេលប្រហែលថ្ងៃឃើញប្លែកនិយាយទៅប្លែកតាំងពីថ្ងៃដំបូងចាពេលដែលយើងបតក់ពីល្ងាចចឹងខ្ញុំបតក់តែមុនចូលគេងទេចាខ្ញុំបតក់មុនចូលគេងតែពីដំណក់ឲ្យគេងហ្មងភ្លើកប្រើក្រោកឡើងគឺវាស្រឡះចាស្រឡះអត់មានប្រពឹកភ្នែកអាចភ្នែកស្អិតអីដូចមុនទេចាបើពីមុនយើងក្រោកឡើងគឺស្ពឹកស្ពុលចាអត់ឲ្យយើងចង់បើកភ្នែកទេតែឥឡូវអត់ទេឃើញផលពិតមែនហើយពីមុនយើងភ្នែក make up អីអត់បានទេតែ make up អីតិចតួចហ្នឹងគឺក្រហមចាហើយត្រូវខ្យល់ត្រូវក្តៅអីអត់បានទេតែឥឡូវអត់អីទេត្រូវខ្យល់ត្រូវអីបានហើយ make up អីមកសរីអត់ក្រហមទេចាចឹងអ្នកគ្រូឈ្មោះអ្នកគ្រូលឿងជាលីបាទអ្នកគ្រូលឿងជាលីចឹងបងប្អូននៅក្នុងខេត្តបាត់ដំបងស្រុកសំពើលូននេះគឺប្រកាសជាស្គាល់អ្នកគ្រូហើយអញ្ចឹងពុកម៉ែបងប្អូនភូមិតាជ័យដែលនៅក្នុងខេត្តបាត់ដំបងស្រុកសំពើលូននេះបើសិនជាមានបញ្ហាភ្នែកកន្ទុយថ្លែនបញ្ហានិយាយទៅឲ្យតែបញ្ហាពាក់ព័ន្ធនឹងភ្នែកឈឺយូរឆ្នាំហើយឈឺរ៉ាំរ៉ៃយូរឆ្នាំហើយពិបាកក្នុងការមើលពិបាកនៅក្នុងការរស់ស៊ីដោយសារតែយើងមានបញ្ហាភ្នែកធម្មតាភ្នែកយើងដូចក្រពេញណាគ្រូខ្លាំងជាងក្រពេញទៀតខ្លាំងជាងបាទឥឡូវនេះអ្នកគ្រូគាត់បានប្រើហើយគាត់បានលទ្ធផលល្អហើយប្រហែល%ណាគ្រូចាភ្នែកអ្នកគ្រូល្អបានប្រហែល%ហើយចូលនិយាយទៅ80% 90%ទេព្រោះពីមុនយើងពិបាកមើលស្អិតថាស្អិតចង់តែញីបដ ாய் ចាក្តៅក្រហមអីចឹងទៅព្រិលអីចឹងទៅចឹងគ្រូព្រោះដំបូងមានផលល្មួយខ្លះអត់ព្រោះដោយសារយើងបតក់ភ្នែកហើយយើងគេងហ្មងគឺយើងចាដល់ក្រោកឡើងយើងស្រឡះមុខស្រឡះភ្នែកហ្នឹងទៅចាចំណុចចូលហ្នឹងខ្ញុំចង់បកស្រាយប្រាប់ដែរបងប្អូនណាអ្នកគ្រូគាត់ប្រើចំល្អរបស់គាត់ណាចាព្រោះថាថ្នាំបន្តភ្នែករបស់យើងធម្មតាថ្នាំបើសិនជាមិនល្អមិនប្រកែគឺយើងបន្តទៅវាមានគេហៅថាអាការៈធ្វើទុកធ្វើឲ្យយើងទេក៏ប៉ុន្តែថ្នាំនេះបន្តចូលទៅវាអាចធ្វើឲ្យបងប្អូនមានភាពលំបាកបន្តិចតួចឈីបអញ្ចឹងយើងបន្តពេលគេងទៅក៏បន្តពេលយើងជិះម៉ូតូបន្តពេលយើងជិះឡានបន្តពេលមើលទូរស័ព្ទមែនទេគ្រូសូម្បីតែខ្ញុំក៏ចឹងដែរបងប្អូនខ្ញុំបន្តដែរក៏បន្តបន្តពេលចូលគេយប់ណែនាំទៅបងប្អូនពុកម៉ែបងប្អូនទាំងអស់មិនថាក្មេងចាស់ប្រុសស្រីឯងចាប់ពីអាយុអាចប្រើបានតែ12ឆ្នាំហ្នឹងណាចាអាចជ្រើស QI នេះប្រើបានព្រោះថាប្រើហើយគឺឃើញផលពិតបាទព្រោះអីភ្នែកយើងគឺសំខាន់ណាស់កាលណាតែយើងមានបញ្ហាភ្នែកយើងបារម្ភចេះបារម្ភចុះចាចឹងទៅជួបពេទ្យជួបអីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺធ្លាប់ទៅជួបពេទ្យជួបអីយើងព្យាបាលមួយរយៈដែរក្រោយមកបានប្រើនេះគឺយើងម្យ៉ាងដែលបន្តនៅផ្ទះហើយយើងមិនចាំទៅចំណាយពេលទៅរកពេទ្យរកអីទេព្រោះដូចចា